កាឌីតាគេទេបាច់ទាយទេតារ៉ាលោកអើយទី1 កាឌីតា ស៊ូយូអត់មានស្បែកទី1ស៊ូយូអត់មាន magic defense ទេណាយេទី2 Jungler ដែលជា assassin ដែលស៊ូកិច្ចមួយខាឌីតាតតែជា hero ដែលមាន casting speed 100%ខាឌីតាគេនឹងជន់កកយើងបើយើងមានបើជើង half boot ឧទាហរណ៍ Lancelot អញ្ចឹងយើងដាក់ skill ទី2ភ្លាមទៅគឺជន់កកហ្នឹងវាអត់ប្រញុករហូតដល់យើងអាចដាក់ skill បានទេបើជើង half boot ហ្នឹងវានឹងកាត់រយៈពេលប៉ុន្តែស៊ូយូ skill អាទីលឿនតាអាទី3អាទី3លឿនអញ្ចឹងខ្ញុំគាត់ថាបើជើង half boot អាចជួយគាត់បញ្ជន់កករបស់ខាឌីតាយេបាទចុះហេតុអីបានគាត់សម្រេចចិត្តយកជាមួយនឹងកាឌីតាในការគាត់ចង់បោកជាមួយនឹងឈូខ្លាំងពេកជាមួយនឹង Magic Damage Early Game ឬក៏យ៉ាងណាដោយសារតែកាឌីតាក៏មានទទួលរងនៃការnerf ទៅលើ damage skill របស់គាត់ដែរបាទយោបល់ខ្ញុំនេះ Hilda នេះគឺគេទុកខាឌីតាបោកកដាច់យកមកបានន័យថានៅក្នុង front line គឺពីអ្នកនេះអ្នកលេងយកមកអញ្ចឹងខាឌីតាជួយបែកដៃវិញបានន័យថាធ្វើម៉េចកុំឲ្យ Hilda ធំព្រោះគាត់អត់យកអំតែ save មួយ Hilda ផង Ranger នេះ Hilda ដេញគប់បាទចឹងយើងមានតែស្វាគមន៍អ្នកនរគ្នាមកកាន់ការប្រកួតវគ្គ playoff របស់យើងនេះគ្នានៅក្នុងវគ្គ final upper មួយកៅអីឡើងទៅកាន់ grand final រវាង CFU Gaming ក៏ដូចជា Galaxy Legend បាទចឹងនៅក្នុង game នេះជាមួយនឹង Vicky perform ទៅលើ Kimmy ដែលយកជាមួយនឹង Spare Purify ផងដែរដែលយើងនឹងស្រាប់ហើយជាមួយនឹង Boxy គាត់លេងទៅលើ Hero Chu បើសិនជាមិន respect Chu របស់ Boxy ទេអាចនឹងហានិភ័យធំបាទចឹងមកផ្លេចជាមួយនឹងទូរស័ព្ទ Infinix Note 50 Series ជាមួយនឹងទូរស័ព្ទ AI ចំនួនថ្មីមកមានជាមួយនឹង Metal Frame 90 W ឆាកក៏ដូចជា144 Hz ផងដែរ Knock Up ជាន់5ជាមួយនឹង Ganesha សោជាមួយនឹង Smart Flick តែមាន skill ទី2 Tick Side រត់ប្រែប្រួយមិនខ្ចីចាយបាទបើសិនជាចង់ធ្វើការតែចាប់កាន់ដៃតបតលអីទៅកាន់ Boot Infinix ទាំងអស់គ្នាផងណាបាទ Experiment ណាវាយហៀណាបាក់ឡែនប៉ុន្តែការ knock up ចូលវាយយកសัตว์ចលោជ្រូមួយ Seeker First Blood ទៅលើក្បក C3 វ៉ាវចាយ Vertify ចាយ Vertify ដល់មកយក First Blood ណាមួយពីរអ្នកគាត់សិតទៅយកជាមួយនឹង Pull Yourself Together គឺ early game aggressive ជាមួយនឹងឈូយកមកបាទតែឈូ spell វិញនៅតែ cooldown យូរតែអាចន់កកហ្នឹងបើមានអាហ្នឹងជួយលឿនណាសបាយបាទអញ្ចឹង say hi to Tough Boot 5បែកជើងព្រឺចេញមកខាង CU វិញបាទប៉ុន្តែមិនបាច់ជាមួយនឹងវត្តមានរបស់ Vicky គាត់យក agility ណា S1 គាត់ Yes sir ហ្នឹងហើយបាទអាយ៉ាណាគេមិនយក agility Kimmy Vicky ណែទី1 S1 Yes បាទគេមាន Weakness Finder ដូចតែបាននិយាយប៉ុន្តែតបាននិយាយនៅក្នុង tournament បាទវាយគ្នាសិនទៅអត់ដាច់ទេគេមាន Weakness Finder វាអាចធ្វើឲ្យ enemy slow ទាំង movement speed និង attack speed ក្នុងរយៈពេល1វិនាទីប៉ុន្តែ cooldown 10វិនាទីតែ cooldown របស់វានឹងកាត់តាមចំនួនដៃរបស់យើងអញ្ចឹងគេមានវាជា arrow ដែលធ្វើឲ្យ Weakness Finder នេះសល់ cooldown តែ3វិនាទីតែប៉ុណ្ណោះគឺជា meta មួយដែលរុញ Kimmy ដែលធ្វើឲ្យ Kimmy អាចវាយ enemy ដែលពឹង attack speed ឲ្យស្អិតយកតែម្ដងក្នុងនោះយើងត្រូវជ្រើសរើស Gold Lane ដែលមិនពឹង attack speed ដូចជា Granger, Assassin Gold Lane, Ali ឬក៏ Clickដើម្បីដើរ lane នៃ Kimmy បើយើងយក hero ដែលពឹង attack speed Kimmy នឹងបាញ់យើងឲ្យតដៃយកមកគឺយើងស្អិតទាំង speed ដាស់ស្អិតទៅ attack speed គឺយើងមិនអាចតដៃជាមួយនឹង Kimmy បានសូម្បីតែមួយដៃបាទចាឥឡូវភ្លាមៗតតក៏មានការស្ពល់មកវិញគ្នាវត្តមានរបស់ធីមទាំងពីរកំពុងតែសង្គ្រឹះថ្មិញដាក់គ្នាជាមួយនឹងការយកតទី1តើ Galaxy ឬក៏ CFU Gaming បាទមានការខ្វាយគ្នាទៅវិញមក Roamer ទាំងពីរនេះសិតតែ Roamer ដែលមាន mobility ខ្ពស់និង damage ច្រើនភ្លាមៗមានការយកល្បែ3នេះគឺមុនដែរខណៈពេលមានការឈូសដេញជាមួយនឹង Lane ចេញពី team fight ជាប់ចាយជាប់ slow ជាប់3គ្រប់យ៉ាងជាន់កក់បោកជាមួយនឹង RT ហើយយកជាមួយនឹង Lane នេះគ្នាបោកយកដល់ទៅលើវត្តមានរបស់ Jungler Lane ព្យាមរត់នេះគ្នាមានការជួយពី C គេផងដែរចូលខ្វាយចូល knock up តែណាវិញ Ganesha ឆៃមែនមាននឹងដាច់ខ្លួនឯងនេះមុនដែរហៀដាក់ក្បាលដល់ជាមួយនឹង Shadow កាប់យកដល់ដែរ Hello P Where are you going យកបានជាមួយនឹង OP មួយនៃការបត់មានទៅលើបត់មានរបស់ Vadu នេះខ្លួនឯង Emoji Recall ខណៈពេលមានការ Jungler ទៅ Jungler វាយគ្នានៅ Purple ចាំមិនដែរមានការ retreat មួយស្មើបោកចូល retreat មកជើងតបាយជាមួយនឹងការ retreat បោកចូលដល់ជាមួយនឹងបត់មានរបស់ Lin បាត់ទៅហើយវ៉ាវខាតដល់បាទអូចំណាយពេលយូរមែនតើជាមួយនឹងថតទី1នេះប៉ុន្តែអ្វីដែលសំខាន់លិនបែបគាត់ដឹងថាហ្គេមនេះកាច់មែនតើskill reading នៅពេលដែលយើងដឹងថាអាយ៉ាអោកកោសតតែស្មៅ early វាជា hero មួយដែលមិនអាចទ្រទ្រង់ខ្លួនឯងបានទេមិនបើសិនជាបងសៀទៅនោះទេអាក្រក់មើលមែនតើជាមួយនឹងការ invent មួយស្មើមួយនេះរបស់ Lin នេះគ្នាស្មើតែចោតតទេឆៃក៏បងតែមានតទេដោយសារតែគ្រូមកតបាទអញ្ចឹងជាមួយនឹងថតទី1នេះ delay ចិត្តចូលជាមួយនឹងថតទី2ប៉ុន្តែវត្តមានជាមួយនឹងផ្ទុកគ្នានៅ early game នេះ CFU គាត់លទ្ធផលពីមុនដូចគ្នាប៉ុន្តែលាតត្រឹមតែ800 goal តែប៉ុណ្ណោះក៏ដូចជា Jungle បន្តការ farm បើយើងមើលទៅជាមួយនឹងវត្តមានរបស់ Sing កំពុងតែកោះ Seal Thread ដូចគ្នាបាទមកសាមញ្ញអ្នកដែលភ្លក់រសជាតិ farm របស់ detective ច្រើនជាងគេគឺ Spider មកសាមញ្ញគឺក្រោម level detective បើមិន3 4 5 level ទាំង3 game វិញតែគាត់នៅតែ 3 ឈ្នះជាមួយ detective ខណៈពេល detective មកសាមញ្ញតម្រង់ farm លឿនប៉ុន្តែតម្រង់ retreat មិនសូវល្អដូចអ្វីដែលเขาចង់បានទេ team fight ក៏បានមកដល់ដូចគ្នាចាយកាយលោតចូលកាប់ចាក់ជាមួយណាទេ Kimmy ក៏បានមកដល់ Selena Star detective ជប់ចាយទៅជប់តាន់វាកាប់កោរគ្នាយន្តនៅ
ជាមួយនឹងខេដេសាទៅមុនគេជាប់ចៃនេះក្នុងណាខណៈពេលរបស់មានឆាដូបាយពីក្រោយដល់ជាមួយនឹងអូពីមានការបាយរាយយន្តមកពីវីគីទីបាយ5ទៅ5រាយយន្តតែមិនឈ្នះជាមួយនឹងវត្តមានរបស់សមាជិកសៀបយូយកបានជួយនឹងស៊ីខេតបានហើយអូយយបាញ់មិញធ្ងន់មែនតើប៉ុន្តែកដេនសាគាត់សម្រាប់ចិត្តក្នុងការប្រើអាទីមុនព្រោះដោយសារតែបាញ់បើសិនជាអត់ប្រើអាទីក៏ទាត់បុកស៊ីក៏ទាត់ដែរហ្នឹងហើយបាទគេចាំទាត់បានដូចគ្នាបាទចាឥឡូវថាទី1ក៏បានទៅលើវត្តមានរបស់ Save You Gaming ក៏ដូចជាមានការ Speedland គ្នាប៉ុន្តែពីវត្តមានរបស់ Sing ហើយនឹង Wado បាទចឹងយើងមើលជាមួយនឹង Shadow ក៏លោឈាមដូចគ្នាបាទជាមួយនឹង Sing មើលទៅ KD របស់គាត់ game នេះអត់ទាន់ដាច់សម្បីតែម្ដងចឹងអាចនឹងមានដើម្បីច្រើនមែន Romer ទាំងពីរកាអត់បាត់ map គ្នាតែម្ដងទាត់មានការបដាជើងតែជាប់ស្ដាននៅទៅតជើងទាត់វ៉ាយ what a micro ទាត់ទៅបងស៊ីស្តានស៊ីខេតតែនៅតែទាត់បាទអូយ what a micro ចូលកោចាប់ Purify កំរួលដូចគ្នាមួយដែរជាក្រោយបាត់ក៏ទៅលើ Vicky បាត់ហើយអូធ្ងន់មែនតើណាខ្ញុំមានអារម្មណ៍ថានៅពេលដែល and ចូល game play ដែរយើងចាប់ផ្ដើមឃើញអធិពលនៃតាណារបស់ CU Gaming នៅក្នុង game មុននេះបាទប៉ុន្តែបើខ្ញុំឃើញជាមួយនឹង Boxy ដែលគាត់ perform ទៅលើឈូណាខ្ញុំនឹកទៅដល់ដៃគូរបស់គាត់ចាស់គឺរ៉ាបាទដែលគាត់លេងដោយអូពីបែបបេះបាត់យកតែម្ដងបាទចាំបានឡោះពីអូពីបាទចឹងយើង complete ដែរជាមួយនឹងកញ្ចប់ MLB បាទប្រចាំសប្តាហ៍$1កន្លះទទួលបានជាមួយនឹង56ពេកក៏ដូចជាកញ្ចប់ប្រចាំខែ$6ទទួលបានជាមួយនឹង235ពេកបើសិនអ្នកនរគ្នាចង់ជាប់ជាមួយនឹងសេវាកម្មប្រចាំខែឬប្រចាំសប្តាហ៍អីអ្នកគ្នាគ្រាន់តែដល់អេបរបស់ Seca ទៅគឺអាចភ្ជាប់បានហើយបាទយ៉ាងណាវិញនៅទីនេះក៏មាន boot របស់ Seca ដូចគ្នានិង boot របស់ sponsor របស់យើងផ្សេងៗជាច្រើនរាប់ពាន់មានបាត់ឬក៏អាចចង់លេង game ឆ្នាំ1ក៏ចូលទៅតាម boot នីមួយៗធ្វើការញាស់ជាមួយនឹង Six Shoot យកលេខទូរស័ព្ទគាត់ផងបាទហើយយើងក៏មានជាមួយ MBL Quest ដែរយកកាតចំនួន4ដើម្បីយកទៅបង្វិលកោឈ្នះរង្វាន់ Knock up ទាត់យកតែម្ដងទៅលើ Shadow ខ្ញុំមិនចេះចាទីជួយពីក្តែសាតែបានមួយទឹកពីបាត់មានបានបាននៅទៅពីរចាយភ្លីដល់ទៅទីគ្នាអូយយយ wait S2 Emblem បោ2ក៏យកអីគេកាត់គូដោនហ្នឹង no ទី2យ៉ាហ្នឹងហើយมันកាត់គូដោនពុយសែតតែគេដែរយ៉ាពុយសែតតែគេចុងបិចទូឈឺមែននិយាយទៅ Hero នឹងវា damage ច្រើនស្រាប់តែគាត់ណា Mechanic របស់វាចាញ់ Tough Boot ប៉ុន្តែដល់និយាយអត់មាន Hero Casting Speed 100%មក Sprite Data នេះ Sprite Mechanic ជុំហៀលណាមិញឈាមមកកណោមកផ្ទុះទៅយកហ្មងយ៉ាតែនិយាយហ្នឹង Data យកមនុស្សបដាច់ហៀដាកុំឲ្យហៀដាស្លុយអូតែអ្វីដែលសំខាន់យើងអត់បានមើលជាមួយនឹង team របស់ Shadow ដូចគ្នានេះយើងកន្លែងមកអូមាន Radiant មកគ្រាប់ Tough Boot 2ហើយសំខាន់ Radiant ហ្នឹងដល់ទូដាច់ដូចគ្នាបាទចាឥឡូវជាមួយនឹងថតទី3ក៏មានការយកបានប៉ុន្តែជាមួយនឹងវត្តមានរបស់ T1 Red អាចនឹងគាត់បានដែរទេពី CPUខ្ញុំគិតថាបើសិនជាពាក្យ Alternative ទៅដល់ជាង Radiant គឺមាន cooldown នៅក្នុងការឡើងមួយ snake ទៅមួយ snake មានរយៈពេល 0.4 វិនាទីបានន័យថាមកផ្ទុះរបស់ Kadeta ទោះបីជាមានទឹកដល់ទៅ8មុខប៉ុន្តែលុតតាមមួយ snake នោះទេបាទប៉ុន្តែចេះអ្វីដែលសំខាន់គាត់ដើរ land មួយ Wado បាទចាំបាន POP មិន play យកបានទៅ2 3នាក់មានការដកថយទីក្នុងជាមួយនឹងការកាប់តាំងកាប់បៃតានេះគ្នាជាមួយនឹងលេនចូលកាប់ចូលបៃតែជាមួយនឹងការសុតទី3មកពិសេសជឿមែនតើលោក Sky ស៊ីប៉ែស៊ីជាមួយនឹង Shadow បាត់ទៅហើយវ៉ាវបាទជាមួយនឹង OP នៅក្នុងហ្គេមនេះប៉ាត់ឡុកខ្លាំងមែនតើសំខាន់ដែលបើកមុខគឺដាច់យកតែមានអារម្មណ៍មួយអត់ខ្ញុំគិតថាកាឌីតានេះយកមកឥឡូវយើងមើល replay យើងមួយសិនកន្លែងនេះមកគាត់បដុំគ្នាពេកមកជុះទឹក3នាក់បាទទូឈឺយកតែមែនតើមានអារម្មណ៍ថាចេះអណៃប្រកមានអារម្មណ៍ថាពួកគាត់ប្រហែសមួយគឺទៅលើ spell យកមកបាទ ហៀលណាគឺគ្មានភាគរយនឹងការទៅយក purify ទេ Secret ក៏មិនយកជាមួយនឹង purify ដែរ Cadenza ក៏មិនយក purify ដែរមានអារម្មណ៍ថាការ data នេះគឺធ្វើឲ្យខាង Classy គឺពិបាកចិត្តនឹងការយកជាមួយ purify មែនទេ Shadow ទៅខាងក្នុងអូ pre cover នេះមេជាណាវិញ Shadow ជាបែងដែរគេព្យាប្រក្រាបពេល Cadenza វាយ1ទៅ9កាប់ពីលីនតែជាមួយនឹងគេសាប់ក៏មកបងនេះខ្លួនឯងមានការកាប់បៃតាំងពីលីននេះខ្លួនឯងនៅសល់ដាស់មួយចុងក្រោយស្រូបជើងមិនចាំនោះទេបាទចាឥឡូវយើងមើលទៅជាមួយនឹងហ្គេមមួយនេះទៅលើកាកាមួយសិនដោយសារអាចម៉ាញហ្គេមឯពុទ្ធដោយសារអ្នកដែលចូលចិត្តលេងខារីតាម mid lane ហើយ surprise យកជាមួយនឹង spell flick គឺជារ៉ាចាំបើសិនតែយើងទៅ purify បើគេ surprise flick មកមិនម៉ាញហ្គេមអូស៊ីគូឥឡូវបើសិនជាយក flick ហ្នឹងម៉ាញហ្គេមហ្នឹងម៉ាញហ្គេមពិបាករត់មួយហាយ៉ាទៀតឥឡូវដូចស៊ីស្ទូនស៊ីមុនមើលនៅពេលដែលរ៉ាយក spell flick ម៉ាញហ្គេមយកតែម្ដងអូយសហកន្លែងនេះមកឈុតនេះសហស៊ីអាយុស៊ីខួមែនទេបាទ 6K ឥឡូវកាកាវិភាគទៅត្រាស់វិញ last pick ខាដេតាមួយនេះធ្ងន់មែនទេអញ្ចឹង CPU ជាក្រុមដែលខ្លាំង first pick អាចទេបើសិនជា game ក្រោយ Galaxy ទៅ second pick ទៅតារះឈ្នះគេទៀតដែរទេព្រាមានការ knock up នេះគ្នាមក surprise second pick នេះធ្ងន់ខាងមែនទេខាដេតា play ពីក្រៅ VOP ចត់កកបុកអាទីវាយជាមួយនឹងបាល់មាន VOP ទៅមិនគេនេះខ្លួនឯងជាមួយនឹងការដោតធនវាយយកនេះជាមួយនឹងខាងលើ Lord ធ្លាក់ក្នុងដៃរបស់ Galaxy លេចជាមួយនឹងការយកបាន VOP ទៅមិនគេចេញរកបាកាយនៅតាមវាយជាមួយនឹង Shadow ខាងក្រោយជាមួយនឹង Unboxing មិនដឹងធ្វើអ្វីមានការ
កាប់គួតចូលជាមួយចាក់រីត្រីជាមួយការវាយដល់ជាមួយចាក់កន្លទៅពីដល់ជាមួយបងទីមួយទៅមួយជាមួយចិត្តរីត្រីហ្វ្យូសិនចាក់កន្លជាមួយការភីនេះជាមួយឡតលេនចូលឡតបាត់ហើយខាងលើជួយការវាយដល់ជាមួយស៊ីនេះគំណាមួយដល់មួយជាមួយការដកទៅចៃជាមួយការគប់សាន់តែអស់ស្មៅអស់កៅមិនដឹងទៅទីណាមិនដឹងទៅទីណីទីណាទៅផ្ទះសែលីណានៅផ្ទះគេស៊ីខេតមិនដឹងទៅណាក្រៅពេលថៃទីកំឡុងទៅណីដាក់ជាមួយស៊ីខេតដល់ជាមួយថៃធីវដល់ទេភ្លាម2ទៅ1ថៃធីវនឹងពេញអាល់ទីមេនៅក្នុង10វិនាទីទៀត count down ដល់អ្នក8 អរេក៏តំកោតា យេអានឹងពេញនៅក្នុង10វិនាទីទៀតបាទ សំខាន់អ្វីដែលខ្ញុំមើលឃើញមិន detect ទេមិនគាត់សម្រេចចិត្តជាមួយនឹងប្រើ ultimate ទៅកោទៅលើ lot ហើយទាំងគាត់អត់មានឱកាសយក lot នឹងបានទាំងសមាជិករបស់ Galaxy គឺនៅដល់តែ2នាក់មានទាំង Lin នៅក្បែរនោះទៀត បាទ តាជារឿងមួយគាត់ delay អត់ delay ថាគាត់ចង់ឲ្យឈាមគាត់នៅសល់ច្រើនណាដើម្បីគ្នាគាត់ rotate មកតែបើមិនយើងមើលជាមួយនឹងវត្តមានរបស់ Shadow ទៅបិទ Sing អត់មានឲ្យចូលជាមួយនឹងការ outlaw យកមកពីរអ្នកកដិនសាពីរ hero នេះគឺបិទវត្តមានរបស់ Ranger របស់ Sing យកតែម្ដងបាទចឹងធ្វើឲ្យគ្នាគាត់រៀងដកថយដែរឲ្យទាញជាមួយនឹងវត្តមានរបស់ Vadu ទៅជួយដូចគ្នាបាទមកផ្លេចសម្រាប់ពីការលេងជាមួយនឹង Mobile Legends មែនគ្នាសមាជិក9គ្នាទៅមើលកនជុំគ្នានៅ Legend ទេអាចសារជាមួយនឹង post ទូរបស់ Legend មានរសជាតិឆ្ងាញ់ប៉ុណ្ដែរ បាទតាមពិតរឿងមិញគឺត្រូវចាប់ផ្ដើមពី initiation របស់ OP ចូលទៅដល់គឺស៊ីមក surprise ជន់កគេខនហ្នឹងគឺគេបោកដាច់យកតែម្ដងទាំងហ្គេមដាច់លុយច្រើនណាប្រាប់គេជន់កបោកវាយទៅហើយគឺដែនសាអត់មានអីនៅទេលុយគេច្រើនទេគ្នាកាប់ស្តាន់ចូលចាក់ស្តាន់ជួយគ្នាប៉ុន្តែមានការរះមកបងពីស៊ីងនេះខ្លួនឯង Team Fight នេះមិនបាន objective នោះទេយក kill ដល់ចេញ game នេះពិបាក defend ណាមានអារម្មណ៍ថាបើសិនជា defend ទៅលើ OP តែវត្តមានរបស់ Sing ហើយលូរីទេក៏មិនដែរគុំទីមួយញ៉ាំស្កាពីលីនេះក៏មិនការរកគ្នាមិនមានអ្នកគាត់តែស្មារតីគាត់ជាមួយនឹងស៊ីកានចូលបានវ៉ាឌូបាត់ហើយ4ទៅតាំងអារម្មណ៍ជា Hello ស្តានការពេលវិគីអីយ៉ា អត់ជាប់ស្តានទេ Hello CIU Hello skin shot ហើយកាកា 4k កន្លះ 4k កន្លះ Hello ពី 6k សល់ 5k ហ្នឹងកន្លែងមិញដែលវត្តមានរបស់ OP ចូលទៅ file ហ្នឹងគេយកបាន load ហេងឯង 6k សល់ 5k ខ្ញុំថាបើសិនសល់លេខ0ណា surprise តែម្ដង ចុង បាទ Real time winning បច្ចុប្បន្នការ 56% CIU ក៏ដូចជា Galaxy 44% ប៉ុន្តែនៅក្នុងហ្គេមនេះមិនទាន់ថាបានទេ2កំហុសពី CIU OP ក៏ដូចជា Boxy អំបញ្ញមិញ2 shot នេះខាតបាត់ទាំង Red ក៏ដូចជា kill ផងដែរចៃក៏បានហោះព្រួយក៏បានចៃនេះឃើញជាមួយនឹងការតែយក OP ទៅជាតម្លៃចុងក្រោយពីនឹងចាក់ដៃនេះគ្នាឡើងជាងសប្តាហ៍ជាមួយនឹង passive របស់គាត់រងបានកាយពី Boxy Hello guys តើក៏មិនតើចោលវាយចេញជាមួយនឹងរបស់ Boxy កោយកលងខ្លួនជាមួយនឹងការវាយនៅក្នុង Observer បាត់ហើយពីការវាយយកទីទៅដែរទេចាប់ជើងមួយមិនជាប់ទេក្នុងណាខណៈពេលវត្តមានរបស់ Boxy អាន response ទាន់ team fight អូខ្ញុំមានអារម្មណ៍ថា Boxy គាត់លឿនពេកដឹងព្រោះរសារដល់មួយមិញបើយើងមើលទៅជាមួយនឹងឈុត combo របស់គាត់តាំង early game រូត្រាតែមាន OP បានផ្ដាច់ដើម្បីគាត់នេះដែលខ្ញុំមើល gameplay របស់ CFU ច្រើនណា team fight មិញបើសម្នាក់ដែលគេ scrim មួយ team ធំច្រើនគេដឹងយកហ្មង Boxy គ្រាន់តែចង់បោកឲ្យ core hero ណាមួយប្រើ spell ចោលហើយឧទាហរណ៍ mid lane ឬក៏ gold lane បើសិនជាគាត់ច្រឡំ Vicky ប្រើ spell ចោល team fight lot មួយនេះគឺយើងនឹង see Kimi ស្រួលមែនតើប៉ុន្តែល្បិចមួយនេះបោកបាននៅក្នុង scrim តែប៉ុណ្ណោះនៅក្នុង professional play យើងក៏ដឹងគេក៏ដឹងបាទចាឥឡូវជាមួយនឹង lot ទី2ក៏មានការ spawn មកដូចគ្នាវត្តមានរបស់ Vicky កំពុងតែមានdamage ច្រើនផងដែរយើងក៏លើកមកជាមួយនឹង team របស់គាត់មាន Feather of Offense ក៏ដូចជា Sky Piercer Holy Crystal ហើយនឹងជាមួយនឹង team flagship ដូចគ្នាចំ secret ផងថើមែន stand ចៃអូ my g កុំសម្ោចូល shadow កោដែរទេមិនខ្ចីកោតាន់ពេកបាទចឹងបើហ្គេមនេះខ្ញុំមើលទៅជាមួយនឹង CK គាត់តែងតែគប់ស្តាន់ទៅពេលដែលគាត់មានរបស់បងស៊ីទាត់គ្នាគាត់ស្តាន់ជួយគ្នា cover បានល្អខ្លាំងតែនមកបាទ play ខាងមែនតែម្ដងពី detective ស្មើរបស់គាត់ដល់គ្នាក្នុង up ទាត់ជាមួយនឹងគាត់មានរបស់ goal line តែគេដល់ពេលមានការ retreat យកពី detective អេតែយកបានជាមួយរបស់ស៊ីមកពេលនេះខ្ញុំនឹង cash shadow 1ទៅ9 shadow ទៅតែការក្នុង1ទៅ1ជាមួយនឹង link របស់ detective ក្នុងនេះមិនមានកោដកថយពុះវាយដាក់ជាមួយនឹង shadow នៅខាងក្នុងតែចេញមកវិញពី CK មិន play មិនតែជាមួយនឹងការ device stand មិនដល់បាទដូនទេទប់ lot សិនមកបាទប្រយ័ត្នណាព្រោះរសារឥឡូវ Vicky ដើម្បីច្រើនមែនតើ Vicky គាត់រះទៅលើ Boxy មិនបាញ់ឲ្យហូរឈាមទឹកបាទនេះដូចអត់ទាន់មាន divine កន្លែងផង600 stack ពីSing ក៏ដូចជា44 stack Sky Piercer មក game ទី1តែប៉ុណ្ណោះ micro និង macro របស់ team ទាំងពីរគឺធ្វើឲ្យខ្ញុំ surprise ខ្លាំងមែនតើឌីបានកន្លែងចេញមកហើយអូឌីវ៉ានកន្លែង full team ហ៎បាទគេដែរគាត់ក៏ឡដែរ4-1-1ពី Vicky ដែលជា head ធ្វើឲ្យគាត់ក៏មាន damage នៅក្នុង game ណាមួយក៏មានជាមួយនឹង Purify បើសិនក្នុងករណីដែលគ្នាគាត់ hold បានយូរគាត់មានភាគរយច្រើនមែនតែ Real time winning បច្ចុប្បន្នការ CU កន្លងដល់ 64% និង Galaxy 36% ផងដែរ Ready ណាមកពី Vadu និង Endless ចេញពី Detective បាទធ្លាក់អស់ 8% ពី Galaxy Legend ប៉ុន្តែ lot មួយនេះខ្ញុំគិតថាដូចជាមិនអាចបុកបានទេអាចនឹងយក mid lane បានអត់អាចយកបាន tier 3មួយអត់
บอดมาค้าได้เลย ហ្នឹងអត់បានទេនិយាយទៅព្រោះដោយសារគេ ចូល គេ កោជាមួយនឹងការកាត់ខាងចូលវិគីពីមិនដាច់វិគីនៅពេលមានការកាត់វិញបតគប់ជឿនកែដល់ថយតែលោតប្លាប់បាយជាមីនមីនក៏ប្លាប់បាយជានេះលេមីនេះក៏លេនទៅលឿនពេកហើយចូលកោវាយគប់ជឿនកែជាមួយនឹងវិគីព្យាមដល់ថយនេះគ្នាពេលផមីតក៏ទៅនេះគ្នាទៅជើងមិនផ្លេចបានពីនេះគ្នាមានការបងវាយទៀតវាយទៀតវាយទៀត តែមើលសិនទៅ បាយទៅលេបមានបោ Shadow មួយទៅ3ទុបជាប់ពីកំជាប់តែអស់ជឿនកែដល់ស្មៅជាមួយនឹងការយកបានជាមួយបានលោកខ្លួនវិគីមិនផ្លេចមួយ shut down បានហើយ last man ជាមួយនឹង CK វាយព្រីជាមួយនឹងការកាប់ five out it's over game ទី1 change ម្នាក់ក៏បានទៅលើ team See you Gamer វ៉ាវមួយឈុតនេះបើយើងរៀបភាពជាមួយនឹងការនេះមិនបាច់លុកខ្លួនតែលេខ1ធ្វើឲ្យហ្គេមនេះគឺបាក់ចោលតែម្ដងបាទ